ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Facebook Page និង YouTube Channel សក្តិនៅថ្ងៃនេះអ្នកខ្ញុំសូមបង្ហាញជូនបងប្អូនអំពីរបៀបធ្វើជ្រក់ទំពាំងនេះគឺជាគ្រឿងផ្សំលម្អិតបងប្អូនអាចបញ្ឈប់វីដេអូបន្តិចដើម្បីមើលនៅក្នុងវីដេអូនៃការធ្វើជ្រក់ទំពាំងនេះគឺអ្នកខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីគន្លឹះធ្វើយ៉ាងណាដើម្បីកុំឲ្យទំពាំងនោះមានរសជាតិល្វីងឬក៏ហាងចាទំពាំងគឺមានច្រើនប្រភេទអ្នកខ្ញុំជ្រើសរើសយកទំពាំងឫស្សីចិនដើម្បីយកមកធ្វើជាជ្រក់ទំពាំងនៅពេលនេះជ្រក់ទំពាំងដែលអ្នកខ្ញុំយកមកបង្ហាញជូនបងប្អូននៅពេលនេះគឺជាប្រភេទជ្រក់ទំពាំងដែលយើងធ្វើហើយអាចទទួលទានបានភ្លាមដូច្នេះទំពាំងដែលស័ក្តិសមល្អបំផុតសម្រាប់ធ្វើជ្រក់ទំពាំងប្រភេទនេះគឺជាទំពាំងឫស្សីចិនចាទំពាំងគឺត្រូវតែបកសម្បករួចហើយគឺអ្នកខ្ញុំចាត់យកកន្លែងដែលចាស់ហ្នឹងចោលដើម្បីឲ្យដឹងថាទំពាំងដែលយើងចាត់ចាស់ចោលនោះអស់ឬនៅបងប្អូនអាចយកក្រចកដៃរបស់យើងនោះចុចទៅលើទំពាំងបន្តិចទៅចាបើសិនជាចុចទៅវាផុយនោះបានន័យថាទំពាំងរបស់យើងចិត្តដល់កន្លែងខ្ចីល្អហើយការធ្វើជ្រក់ទំពាំងនេះគឺអ្នកខ្ញុំចាត់ទំពាំងជាសរសៃឆ្មាបងប្អូនអាចចាត់ក្រាស់ជាងនឹងក៏បានដែរអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនចាគ្រាន់តែបញ្ជាក់ថានៅពេលដែលបងប្អូនចិត្តរៀងក្រាស់ដូច្នេះយើងត្រូវចំណាយពេលដើម្បីផ្អាប់ទំពាំងរបស់យើងឲ្យរៀងយូរបន្តិចទៅទំពាំងនេះចូលជាតិជាមួយនឹងទឹកជ្រក់របស់យើងបើសិនជាបងប្អូនចិត្តជាសរសៃឆ្មាដូចនេះខ្ញុំគឺយើងអាចទទួលទានបានភ្លាមតែម្ដងក្រោយពីយើងលាយជាមួយនឹងទឹកជ្រក់ទំពាំងដែលហាន់ជាសរសៃរួចហើយគឺអ្នកខ្ញុំលើកទំពាំងហ្នឹងយកទៅលាងជម្រះនឹងទឹកឲ្យស្អាតជាមុននឹងលើកទំពាំងទៅស្ងោររដូវនេះជារដូវវស្សាចាទំពាំងគឺសម្បូរបែបមែនតើបងប្អូនអាចយកទំពាំងទៅធ្វើជ្រក់ចាសូម្បីតែជ្រក់ទំពាំងនោះគឺយើងអាចកែច្នៃបានពី3ប្រភេទផ្សេងគ្នាដោយជ្រក់ទំពាំងដែលខ្ញុំយកមកបង្ហាញជូនបងប្អូននេះឬក៏ទំពាំងជូរជាដើមទំពាំងដែលបានលាងជម្រះស្អាតរួចហើយគឺអ្នកខ្ញុំយកមកស្ងោររងាស់ជាមួយនឹងទឹកដែលដាំពុះដោយបង់អំបិលចំនួន2ស្លាបព្រាបាយកូរឲ្យរលាយអំបិលទៅបង់ទំពាំងដែលបានហាន់ជាសរសៃឆ្មានឹងចូលចំណុចនេះគឺជាចំណុចសំខាន់ដើម្បីបំបត្តិជាតិល្វីងឬក៏ហាងរបស់ទំពាំងចាគឺអ្នកខ្ញុំស្ងោរទំពាំងរងាស់រយៈពេល30ទៅ40នាទីឯណោះដើម្បីឲ្យបាត់ជាតិល្វីងចន្លោះពេលដែលស្ងោរទំពាំងចោលនោះគឺអ្នកខ្ញុំយកពេលវេលាមកធ្វើខ្ទឹមហើយនឹងម្ទេសចាគឺខ្ទឹមដោយយើងបកសម្បកចេញឲ្យអស់ចំណែកឯម្ទេសគឺអ្នកខ្ញុំប្រើពីរប្រភេទគឺម្ទេសអាចសិតនិងម្ទេសម៉ាឡេដោយម្ទេសអាចសិតគឺអ្នកខ្ញុំបេះប្រលេះយកតងវាចេញឲ្យស្អាតបញ្ជាក់ជូនបងប្អូនថាចាស់យើងពីដើមចំពោះម្ទេសហ្នឹងគឺគាត់តែងតែប្រើជាម្ទេសផ្លោកខ្មែររបស់យើងប៉ុន្តែរដូវនេះគឺវាអត់សូវសម្បូរម្ទេសផ្លោកខ្មែររបស់យើងទេដូច្នេះគឺអ្នកខ្ញុំជ្រើសរើសយកម្ទេសម៉ាឡេដែលវាសម្បូរបែបជាគ្រប់រដូវតែម្ដងមកប្រើការម្ទេសនេះគឺអ្នកខ្ញុំវះវាជាពីរអត់ឲ្យដាច់ទេរួចហើយយកទៅត្រាំនៅក្នុងទឹកមួយសន្ទុះដើម្បីឲ្យវាងាយស្រួលនៅក្នុងការឆ្កឹះយកគ្រាប់ចាឥឡូវងាកមកមើលទំពាំងដែលអ្នកខ្ញុំបានដាក់ស្ងោរចោលបើសិនជាមានពពុះបងប្អូនអាចដួសពពុះចោលចេញទៅនៅត្រង់កន្លែងនេះគឺជាទំពាំងដែលអ្នកខ្ញុំស្ងោរហើយគឺវាដល់នាទីដែលអ្នកខ្ញុំត្រូវស្រង់ទំពាំងនេះចេញហើយចាទំពាំងដែលបានស្រង់ចេញនេះគឺអ្នកខ្ញុំយកទៅដាក់ត្រាំនៅក្នុងទឹកត្រជាក់ចាបើសិនជាមានទឹកកកបងប្អូនអាចដាក់ត្រាំនៅក្នុងទឹកកកក៏បានដែររយៈពេលនៃការត្រាំជាមួយនឹងទឹកត្រជាក់នេះគឺអ្នកខ្ញុំត្រាំរយៈពេល15នាទីទុកទំពាំងដាក់ត្រាំជាមួយនឹងទឹកត្រជាក់រយៈពេល15នាទីសិនទៅអ្នកខ្ញុំយកពេលវេលានេះមកធ្វើទឹកជ្រក់ម្ដងចាងាកមើលម្ទេសដែលអ្នកខ្ញុំបានដាក់ត្រាំមុននោះឃើញថាវារីកដូច្នេះគឺអ្នកខ្ញុំឆ្កឹះយកគ្រាប់ម្ទេសចេញចាទម្លាប់ធ្វើជ្រក់ទំពាំងប្រភេទនេះនៅក្នុងគ្រួសាររបស់អ្នកខ្ញុំចំពោះម្ទេសក្រហមឬក៏ម្ទេសផ្លោកនេះគឺថាអ្នកខ្ញុំតែងតែឆ្កឹះយកគ្រាប់ចេញឲ្យអស់ចំពោះស្ករដែលយកមកប្រើធ្វើជាជ្រក់ទំពាំងនេះបងប្អូនអាចប្រើជាស្ករត្នោតក៏បានដែរក៏ប៉ុន្តែនៅពេលនេះគឺអ្នកខ្ញុំប្រើស្ករសដោយដាំឆ្នាំងឲ្យក្តៅបន្ទាប់មកបានចាក់ស្ករសចូលកម្លោចស្ករសឲ្យឡើងពណ៌ក្រហមដូចស្ករត្នោតចានៅត្រង់កន្លែងនេះគឺបងប្អូនអត់ត្រូវដាក់ទឹកទេចាគឺយើងត្រូវតែកម្លោចស្ករនោះឲ្យវាឡើងពណ៌ក្រហមតែម្ដងពេលដែលស្ករឡើងពណ៌ក្រហមដូចស្ករត្នោតគឺអ្នកខ្ញុំចាក់ទឹកចូលចាគឺចាក់ម្ដងបន្តិចដើម្បីកូរឲ្យរលាយស្ករចានៅពេលដែលកូររលាយស្ករទើបនេះខ្ញុំចាក់ទឹកឲ្យច្រើនរួចហើយគឺដាំទឹកស្ករហ្នឹងឲ្យវាឡើងពុះសិនចាំបង់គ្រឿងផ្សេងជាបន្តចូលទៀតចា
ចំពោះគ្រឿងរសជាតិផ្សេងទៀតមានដូចជាអំបិលម្សៅស៊ុបហើយនិងទឹកខ្មេះនៅក្នុងការលាយទឹកជ្រក់នេះបើសិនជាបងប្អូនដែលចូលចិត្តពិសាទឹកត្រីបងប្អូនអាចបន្ថែមទឹកត្រីបន្តិចទៅដើម្បីឲ្យវាមានក្លិនចាចំពោះទម្លាប់នៅក្នុងគ្រួសាររបស់អ្នកខ្ញុំគឺមិនសូវជាប្រើទឹកត្រីប៉ុន្មានទេនៅក្នុងការធ្វើជ្រក់នឹងបន្ទាប់មកគឺខ្ញុំបង់ម្ទេសហើយនឹងខ្ទឹមសចូលស្ងោរឲ្យវាពុះមួយរំពុះបិទភ្លើងនិងទុកទឹកជ្រក់របស់យើងនឹងឲ្យចុះត្រជាក់មួយអន្លើសិនចន្លោះពេលដែលទុកទឹកជ្រក់ឲ្យចុះត្រជាក់គឺនេះខ្ញុំចាប់ផ្ដើមពូតច្របាច់ទំពាំងម្ដងចាទំពាំងដែលនេះខ្ញុំបានត្រាំជាមួយនឹងទឹកត្រជាក់មួយសន្ទុះនោះគឺនេះខ្ញុំលើកឡើងដើម្បីច្របាច់យ៉ាងណាគឺបងប្អូនត្រូវតែច្របាច់ឲ្យអស់ទឹកចាទំពាំងនេះគឺនេះខ្ញុំលាងនិងច្របាច់ឲ្យអស់ទឹកនឹងចំនួន2ទឹកចាបងប្អូននៅពេលដែលបងប្អូនលាងច្របាច់ទំពាំងបងប្អូនអាចលើកយកមួយសរសៃឬ2សរសៃហើយយើងខាំមើលចាបើសិនជាអត់មានជាតិល្វីងឬក៏ហាងនោះទេគឺទំពាំងរបស់យើងអាចលើកយកមកធ្វើជ្រក់បានហើយចានេះគឺជាគន្លឹះសំខាន់ដែលធ្វើឲ្យជ្រក់ទំពាំងរបស់យើងនឹងមិនមានរសជាតិហាងទី1គឺយើងត្រូវតែស្ងោរទំពាំងនោះរម្ងាស់ប្រហែលជា30ទៅ40នាទីបន្ទាប់មកគឺដាក់ទំពាំងត្រាំជាមួយនឹងទឹកត្រជាក់ហ្នឹងហើយលាងជំរះនឹងទឹកស្អាតហ្នឹងចំនួន2ទឹកហើយច្របាច់ទំពាំងឲ្យអស់ជាតិទឹកចានៅពេលដែលនេះខ្ញុំលើកទំពាំងរបស់នេះខ្ញុំមកភ្លក់ទៅគឺឃើញថាវាមានរសជាតិសាបមិនមានជាតិល្វីងឬក៏ហាងនោះទេចាទំពាំងដែលបានធ្វើស្អាតរួចហើយនឹងខ្ញុំទុកមួយអន្លើងាកមកមើលទឹកជ្រក់នៅពេលនេះក៏ចុះត្រជាក់ដែរដូច្នេះគឺនេះខ្ញុំលើកយកម្ទេសខ្ទឹមហើយនឹងទឹកជ្រក់ហ្នឹងមកក្រឡុកឲ្យវាម៉ត់ចាពីដើមនៅពេលដែលធ្វើជ្រក់ទំពាំងគាត់តែងតែស្ងោរម្ទេសផ្លោកជាមួយនឹងទឹកជ្រក់រួចហើយគាត់លើកយកម្ទេសផ្លោកហ្នឹងទៅចិញ្ច្រាំនៅលើជ្រុញឲ្យវាម៉ត់បានលើកយកមកលាយជាមួយនឹងទំពាំងហើយនឹងទឹកជ្រក់ចាដល់សម័យឥឡូវគឺយើងមានម៉ាស៊ីនឧបករណ៍ប្រើប្រាស់ទំនើបគឺយើងក្រឡុកតែបន្តិចទៅគឺថាលឿនហើយនឹងរហ័សម្ទេសខ្ទឹមដែលបានក្រឡុកជាមួយនឹងទឹកជ្រក់រួចហើយគឺនេះខ្ញុំចាក់ចូលនៅក្នុងចានមួយយកមកលាយជាមួយនឹងទំពាំងរបស់យើងដែលបានធ្វើស្អាតលាយជាមួយនឹងម្ទេសអាចសាត់ចាបងប្អូនជ្រក់នេះគឺយើងអាចទទួលទានបានភ្លាមតែម្ដងគឺមានរសជាតិឆ្ងាញ់ពិសេសមែនទែនជាពិសេសនៅពេលដែលទទួលទានជាមួយនឹងត្រីអាំងក្តៅចាក៏សន្មតដល់ទីបញ្ចប់ផងដែរជ្រក់ទំពាំងដែលនេះខ្ញុំលើកយកមកបង្ហាញជូនបងប្អូននៅពេលនេះដើម្បីជាកម្លាំងចិត្តដល់អ្នកខ្ញុំក្នុងការបន្តផលិតវីដេអូជូនបងប្អូនជាបន្តទៀតសូមបងប្អូនកុំភ្លេចជួយចុច like share follow នៅក្នុង Facebook page និងនៅក្នុង YouTube channel សូមបងប្អូនកុំភ្លេចជួយចុច subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពី channel និង page នៃខ្ញុំនៅពេលនេះអ្នកខ្ញុំសូមអរគុណសូមជម្រាបលា